សុខស្ដីបងប្អូនអរគ្នានៅក្នុងដៃខ្ញុំនេះគឺជាទូរស័ព្ទ model Oppo A11 Pro បាទដែលមានបញ្ហា Screen off ringer vibrate នៃវីឡូបែប Screen on Screen off ringer vibrate Screen on អាហ្នឹងយើងបញ្ហានេះដោយសារកូនគាត់លេងហើយជាប់កូដដៃអញ្ចឹងគាត់ប្រហែលជាមើល YouTube គាត់ reset សិនទៅវាមកទៅត្រឹមហ្នឹងបាទអញ្ចឹងដើម្បីកុំឲ្យវាលោតសលេងបយចេះយើងបងអាចចុច down or swipe down then up to select a different setting បូដនេះចូលចុចមក Tap back off បាទប៉ុណ្ណឹងគឺដាច់អីអញ្ចឹងយើងសាកconnect វាទៅមុខទៀតបាទយើងចូល next មកទៅទៀត next ទៀត next ទៀតអញ្ចឹងយើងរងចាំបាទអានេះខ្ញុំ connect Wi-Fi រួចហើយអញ្ចឹងចូលទៅទៀតបាទអញ្ចឹងវានឹងបង្ហាញថាទូរស័ព្ទនេះគឺជាប់កូដដៃជាប់ Google account បាទអញ្ចឹងវិធីដោះបងប្អូនទៅមើលវិធីដោះទាំងអស់គ្នាបាទនៅលើទូរស័ព្ទគឺយើងបិទឲ្យលុនមកបិទឲ្យលុនបាទហើយនៅលើកុំព្យូទ័រយើងបើកកម្មវិធី Unlock Tool មកហើយយើងចូល logo Oppo ហើយយើងវាយពាក្យ S11 Pro ឬក៏ S11 ចឹងមកគឺវាលោត S11 Pro មកឲ្យហើយបាទហើយបន្តមកទៀតយើងចូល Factory Reset បង ARP ហើយបញ្ជាក់នៅលើទូរស័ព្ទដៃគឺយើងបិទទូរស័ព្ទឲ្យរលត់ហើយបន្តមកទៀតយើងចុច volume បូកដកចុច volume បូកដកហើយដោតដួយចូលបាទបន្តមកទៀតនៅក្នុងកុំព្យូទ័រគឺវាចាប់ផ្ដើមធ្វើការបាទដើម្បីចូលទៅដាច់រាល់ទិន្នន័យដែលជាប់ដូចជាកូដដៃឬក៏ ARP ដែលយើងហៅថា Google account ណាបាទឥឡូវហ្នឹងគឺជោគជ័យហើយបាទបើន័យថាវាដំណើរការចប់សពគ្រប់អស់ហើយនៅឡើយតែលើទូរស័ព្ទបាទឥឡូវហ្នឹងគឺខ្ញុំដាក់ខាឲ្យលឿនបាទកុំឲ្យវីដេអូយើងវែងពេកណាបាទឥឡូវហ្នឹងគឺដល់ទូនាទីទូរស័ព្ទបាទវាចាប់ផ្ដើមដំណើរការ program វាឡើងវិញអាហ្នឹងដំបូងគឺយើងរងចាំយូរបន្តិចបាទវាដូចយើងបិទបើកម៉ាស៊ីនណាពេលយើងបិទបើកម៉ាស៊ីនវាមកផ្លែទៅដល់លើហើយតែបងប្អូនជាទូទៅធ្លាប់ឃើញវាឡើងដល់ដូចថាបើវីដេអូដំបូងអញ្ចឹងណាបាទវាឲ្យជ្រើសរើសភាសាបាទហើយវីដេអូនេះសម្រាប់មិត្តជាងបងប្អូនអ្នកប្រើគាត់ភាគច្រើនគាត់មិនមានកម្មវិធី Unlock Tool ដើម្បីធ្វើទេបាទតែនេះក៏ជាការមើលលេងទៅដើម្បីជាចំណេះដឹងបាទពីឡងឲ្យក្រោយជួបឲ្យទៅយើងអាចរកជាងឲ្យគាត់ជួយដោះស្រាយបានសម្រាប់បងប្អូនថ្មីដែលទើបឃើញវីដេអូនេះបើគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងសូមបងជួយ like subscribe channel ខ្ញុំម្នាក់មួយផងបាទដើម្បីជាការលើកទឹកចិត្តបាទខ្ញុំបាទដើម្បីធ្វើបន្តទៀតបាទតោះឥឡូវវាលោតមកដល់កន្លែងជ្រើសរើសភាសាដើម្បី active ម៉ាស៊ីនហើយបាទការ active ម៉ាស៊ីនដើម្បីឲ្យវាដំណើរការវាមិនខុសពីដោយរដងទេកន្លែងរើសភាសាហ្នឹងគឺយើងយកភាសាអង់គ្លេសធម្មតាដដែលហើយយើងចុច next បន្តមកទៀតយើងជ្រើសរើសយក English United States ដែរណាបាទហើយយើង next តទៅទៀតពេលដែលយើងផ្ដាច់កូដបានជោគជ័យផ្ដាច់ Google account បានជោគជ័យមិនពិបាកទេក្នុងការ active បាទយើងចុចតែ skip ហើយនឹង next ឲ្យឡើងដល់កម្មវិធីទៅជាការស្រេចហើយពេលដែលយើងផ្ដាច់កូដបែបនេះគឺរាល់ឯកសារទាំងប្រមាណគឺត្រូវបាត់ទាំងអស់បាទអញ្ចឹងយើង next ធម្មតាអញ្ចឹងមកបាទបន្តមកទៀតគឺវាដល់បតុងមួយដែលគេដាក់ថា get start អញ្ចឹងយើងចុចបតុងមួយប៉ោះទៅអូខេអញ្ចឹងវីដេអូហ្នឹងគឺប៉ុណ្ណឹងយើងធ្វើបានឡើងដល់លើជោគជ័យហើយ
អរគុណបងប្អូនច្រើនសម្រាប់ការទេសនាតាមដាន channel ខ្ញុំបាទអរគុណ